សួស្តីបងប្អូនទាំងអស់គ្នាបងប្អូននេះគឺជាព័ត៌មានមួយធំនៅក្នុងសហរដ្ឋអាមេរិកហើយក៏ខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជួយចែករំលែកដើម្បីជាព័ត៌មានសម្រាប់ប្រជាជនខ្មែរដែរថ្ងៃសុក្រនេះគឺជាព័ត៌មានមួយធំនៅក្នុងសហរដ្ឋអាមេរិកតុលាការកំពូលបានបញ្ឈប់មិនឲ្យប្រធានាធិបតី Donald Trump ដាក់ពន្ធដារទៅលើទូទាំងប្រទេសនៅលើពិភពលោកតែម្ដងហើយគឺជាព័ត៌មានមួយដែលដូចថាមានការផ្លាស់ប្ដូរចំពោះពន្ធដារហើយក៏ដូចជាមានការផ្លាស់ប្ដូរចំពោះពន្ធដារនៅក្នុងស្រុកខ្មែរដែរខ្ញុំជឿជាក់ដូច្នោះណាបងបន្ទាប់ពីប្រធានាធិបតី Donald Trump បានជាប់ឆ្នោតនៅក្នុងឆ្នាំ2025មកបងប្អូនគម្រោងធំបំផុតរបស់លោកគឺលោកដូចថាមានបំណងដាក់ពន្ធដារសម្រាប់ប្រទេសពេញពិភពលោកមានន័យថាម៉េចមានន័យថាលោកជឿជាក់ថានៅពេលណាដែលលោកដាក់ពន្ធដារទៅលើទូទាំងប្រទេសនៅលើពិភពលោកគឺលោកជឿជាក់ថាលោកនឹងបានយកថវិកាពន្ធដើម្បីជួយបន្ធូរបន្ថយប្រាក់ចម្ពាក់របស់សហរដ្ឋអាមេរិកគេហៅថា debt deficit របស់សហរដ្ឋអាមេរិកក្រោយមកទៀតលោកក៏បានន័យថាដាក់ច្បាប់នឹងមែនក៏ប៉ុន្តែបងប្អូនបើកវងកញ្ចក់តិចណាបងច្បាប់ធំៗនៅក្នុងសហរដ្ឋអាមេរិកមុននឹងយើងធ្វើអ្វីមួយយើងត្រូវការព្រមព្រៀងពេលហៅថា Congress ក៏ប៉ុន្តែចំពោះលោកប្រធានាធិបតីលោកបានដូចថាមិនបានធ្វើការទៅតាមរបៀបរបបនោះទេលោកអាចជាដូចថាទៅរើសច្បាប់នៅឆ្នាំ1977ដែលគេហៅថា Emergency Tariff ហ្នឹងយកមកប្រើប្រាស់ដូច្នោះហើយក៏មានការដូចថាតវ៉ាជាច្រើនហើយក៏ដូចថាការតវ៉ាហ្នឹងបានមានការប្តឹងផ្តល់រហូតទៅដល់តុលាការកំពូលថ្ងៃសុក្រម្សិលមិញនេះគឺជាថ្ងៃដែលតុលាការកំពូលគេដូចថាកាត់ក្តីពន្ធដារទាំងអស់ត្រូវតែបញ្ចប់អ្វីដែលតុលាការកំពូលកាត់ក្តីគឺมันបានកាត់ក្តីបញ្ជាក់ថារយៈកន្លងអ្វីដែលជាបញ្ហាក្នុងរយៈកន្លងមកដែលច្បាប់នោះដាក់បញ្ចូលគឺបានចាប់ផ្ដើមប្រព្រឹត្តហើយនឹងចាប់ផ្ដើមដោយដកពន្ធពីក្រុមហ៊ុនធំតែនៅទូទាំងពិភពលោកឥឡូវនេះសំណួរសួរថាប្រាក់ទាំងអស់ដែលសហរដ្ឋអាមេរិកបានប្រមូលបើតាមតួលេខគឺប្រហែលជា130ទៅ150ឬក៏អាចប្រហែលជាជិត200 billions សំណួរសួរថាតើប្រាក់ទាំងអស់នោះនឹងបានដូចថាត្រូវសងទៅក្រុមហ៊ុនធំទៅសងទៅអ្នកដែលបានបង់ពន្ធដែរឬទេតម្លើយគឺមិនទាន់មានព័ត៌មានច្បាស់លាស់ទេនិយាយចំទៅតុលាការកំពូលគឺអត់បានដូចថាដាក់កំណត់ថានឹងធ្វើអ្វីទេអញ្ចឹងយើងនៅតាមដានតទៅទៀតចំពោះចំណុចនេះគឺជាបញ្ហាមួយដែលគេហៅថា mess up រញ៉េរញ៉ៃខ្លាំងសម្រាប់នៅសហរដ្ឋអាមេរិកបច្ចុប្បន្នឥឡូវនេះដូចថាអញ្ចឹង2026នេះដូចជាបញ្ហាគេហៅថា volatility ក៏ច្រើនបញ្ហាក៏ច្រើនដែរអ្វីដែលខ្ញុំគិតគឺថាបើសិនជាគេដកគេហៅថាពន្ធដារអស់ទាំងនោះសង្ឃឹមថាប្រទេសកម្ពុជាមិនចាំបាច់ដូចថាបង់ពន្ធដារច្រើនចំពោះខាងរោងចក្រខោអាវឬក៏ខាងអីទេខ្ញុំគិតថាវាជាការដូចថាបន្ធូរបន្ថយសម្រាប់ដូចថាក្រុមហ៊ុនអស់ទាំងនោះនេះជាការគិតរបស់ខ្ញុំមួយវិញទៀតថ្ងៃសុក្រនោះពេលអ្វីដែលខ្ញុំព្រួយបារម្ភគឺខ្ញុំព្រួយបារម្ភគេហៅថាព័ត៌មាន uncertainty អញ្ចឹងខ្ញុំព្រួយបារម្ភពីរឿងទីផ្សារភាគហ៊ុនក៏ប៉ុន្តែទីផ្សារភាគហ៊ុនពេលបើកហ្នឹងគឺរៀងក្រហមពីព្រោះដូចខ្ញុំធ្វើវីដេអូមួយមុនអញ្ចឹងដែលគេដូចថាព្រួយបារម្ភពីរឿងសង្គ្រាមរវាងអាមេរិកនៅអ៊ីរ៉ង់នៅអ៊ៃរ៉ានក៏ប៉ុន្តែបែរជាដូចថារឿងនេះខ្ទុះឡើងរឿងនេះបែរជាដូចថា cover ទៅលើសង្គ្រាមទៅវិញហើយខ្ញុំក៏បារម្ភពីរឿងដូចថាទីផ្សារភាគហ៊ុននឹងមានការដូចថាចលាចលក្រហមអញ្ចឹងណាក៏ប៉ុន្តែជាលទ្ធផលទីផ្សារភាគហ៊ុនបែរជាឡើងក៏មិនយល់ពីរឿងដូចថាហេតុអ្វីទីផ្សារពណ៌បៃតងដែរពីព្រោះថាធម្មតាបើសិនជាមានបញ្ហា chaos ដូចជាការឡើងគឺទីផ្សារភាគច្រើនក្រហមតែមួយកាលថ្ងៃសុក្រហ្នឹងគឺវាបញ្ចប់ដោយការបៃតងវាជារឿងមួយដ៏ល្អសម្រាប់ខ្ញុំបើសិនជាតុលាការកំពូលអាចបញ្ចប់លោកប្រធានាធិបតី Donald Trump មិនឲ្យដូចថាដាក់ពន្ធសម្រាប់ប្រទេសនៅលើពិភពលោកទាំងអស់ខ្ញុំជឿថាវាគឺជាការមួយដែលអាចដូចថាជួយបន្ធូរបន្ថយរបស់ប្រទេសកម្ពុជាដែរនេះជាទស្សនៈរបស់ខ្ញុំហើយបងប្អូនជួយ comment ម្នាក់មួយមកថាតើបងប្អូនគិតយ៉ាងណាចំពោះរឿងនេះដែលការមិនទាន់ចប់ទេបងប្អូនពេលរសៀលថ្ងៃសុក្រលោកប្រធានាធិបតី Donald Trump ក៏បានដូចថាប្រកាសថាលោកនឹងដាក់ពន្ធ 10% ទៅលើប្រទេសទាំងអស់នៅលើពិភពលោកគឺហៅថា flat fee ទៅលើគ្រប់ប្រទេសទាំងអស់ឡើយយ៉ាងណាខ្ញុំអត់ដឹងទេចំពោះរឿងពន្ធដាររឿងនេះមិនចប់ត្រឹមនេះទេគឺថាតុលាការកំពូលនឹងដូចថាត្រូវតែដូចថាបញ្ជាក់ឲ្យច្បាស់ថាអ្វីជាអ្វីនរណាជានរណាមានក្រុមហ៊ុនធំច្រើនណាស់បងប្អូនដែលចាប់ផ្ដើមប្តឹងសហរដ្ឋអាមេរិកហើយពីព្រោះគេចង់បានលុយផងគេវិញបើសិនជាដូចថាមិនទៀមទេពន្ធទេគេត្រូវការថវិការបស់គេវិញហើយបងប្អូននឹងស្រាប់ហើយថាលុយទាំងអស់នេះមិនមែនលុយតិចតួចទេគឺលុយច្រើនណាស់អញ្ចឹង
បញ្ហានៅលើបញ្ហាបច្ចុប្បន្នឥឡូវនេះហើយជាយ៉ាងណាខ្ញុំមិនដឹងទេបើសិនជាគេទម្លាក់ពន្ធដារហើយវាជួយស្រុកខ្មែរគឺខ្ញុំនៅតែមានទឹកចិត្ត support អ្នកស្រុកខ្មែរដដែលបងប្អូនបញ្ហាយ៉ាងណាខ្ញុំនឹងតាមដានហើយនឹងខ្ញុំដូចថាព្យាយាមចែករំលែកទៅលើបងប្អូនថែមទៀតបងប្អូន comment ម្នាក់មួយថាបងប្អូនគិតយ៉ាងណាចំពោះបញ្ហានេះហើយក៏សូមជួយ comment ម្នាក់មួយថាបងប្អូនគិតយ៉ាងណាវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណេះហើយចាំជួបគ្នាវីដេអូក្រោយទៀតចាសសូមអរគុណ